ជួយសួរសួស្តីបងៗទាំងអស់គ្នាវីដេអូថ្ងៃនេះនឹងមកបង្រៀនបងៗពីរបៀបក្នុងការផ្លាស់ប្ដូរទីតាំងឃ្លាំងទទួលទំនិញរបស់បងៗនៅក្នុង app DOSB ដោយដែលបងៗបានដឹងអញ្ចឹងឥឡូវហ្នឹងក្រុមហ៊ុន DOSB Express របស់យើងបានពង្រីកសាខាជាច្រើនដើម្បីងាយស្រួលដល់បងៗក្នុងការមកទទួលអីវ៉ាន់ដូច្នេះសម្រាប់បងៗដែលបានដាក់ទីតាំងទទួលអីវ៉ាន់នៅឆ្ងាយពីអាសយដ្ឋានរបស់ខ្លួនណាអាចផ្លាស់ប្ដូរមកអាសយដ្ឋានដែលនៅគៀកបងៗបានដែលជាដំបូងបងៗគ្រាន់តែចូលទៅក្នុង app DOSB តបមកទៀតចុចលើពាក្យគណនីឬចុចលើពាក្យឃ្លាំងនោះបងប្អូននឹងឃើញផ្ទាំងបែបនេះដែលបង្ហាញពីទីតាំងឃ្លាំងដែលបងប្អូនធ្លាប់បានដាក់ពីមុនមកមានបន្ទាប់បងប្អូនគ្រាន់តែចុចសញ្ញាបូកខាងលើផ្នែកខាងស្ដាំឬចុចជ្រើសរើសឃ្លាំង DOSB ដែលនៅជិតហើយបងប្អូនអាចអូសចុះក្រោមបន្ថែមទៀតបានដើម្បីបង្ហាញពីឃ្លាំង DOSB ដែលនៅគៀកបងប្អូនហើយជាក់ស្ដែងនៅក្នុងវីដេអូនេះខ្ញុំបានជ្រើសរើសជាមួយនឹងឃ្លាំង DOSB នៅក្នុងក្រុងតាខ្មៅចូលនៅជំហានបន្ទាប់បងប្អូនគ្រាន់តែជ្រើសរើសជាមួយនឹងខេត្តក្រុងស្រុកនិងឃុំរបស់បងប្អូនរួចបំពេញជាមួយនឹងលេខផ្ទះនិងលេខផ្លូវតមកទៀតបងប្អូនគ្រាន់តែចុចដៅទីតាំងនៅក្នុង Google Map បានត្រឹមត្រូវរួចចុចរក្សាទុកចុងក្រោយគ្រាន់តែជ្រើសរើសជាមួយនឹងប្រភេទអាសយដ្ឋានផ្ទះការិយាល័យសាលាឬក៏ផ្សេងទៀតចុចកំណត់អាសយដ្ឋានដែលត្រូវទទួលចុចរក្សាទុកជាការស្រេចតែប៉ុណ្នេះការផ្លាស់ប្ដូរអាសយដ្ឋានឃ្លាំងទទួលអីវ៉ាន់របស់បងប្អូនគឺទទួលបានភាពជោគជ័យដូច្នេះរាល់ការកម្មង់អីវ៉ាន់លើក្រោយទៀតបងប្អូនអាចទៅទទួលបាននៅសាខាដែលបងប្អូនបានកំណត់នៅគៀកបងប្អូនបំផុតអរគុណបាយបាយ